ស្វាគមន៍បងប្អូនមកកាន់វគ្គតាប់ឡូ beginner 2នេះគឺជារូបរាងតាប់ឡូនៅពេលដែលបងប្អូនបើកវាក្រោយពេលដែលបងប្អូនបើកវាហើយឧទាហរណ៍ថា data source របស់ខ្ញុំវាគឺជា Excel sheet អញ្ចឹងខ្ញុំនឹង click យកកន្លែង Microsoft Excel នេះរួចហើយខ្ញុំទៅរក data source ដែលខ្ញុំបាន save ទុកឧទាហរណ៍ថានេះគឺជា data source របស់ខ្ញុំ click លើវាហើយខ្ញុំ open យើងរងចាំបន្តិចនៅពេលដែល Tableau ធ្វើការ connect ទៅជាមួយនឹង data source របស់យើងក្នុងនេះវាប្រាប់យើងថាអាចស៊ីពេលដល់នាទីបាទនៅពេលដែល Tableau វាចាប់ផ្ដើម connect រួចហើយទៅនឹង data source របស់យើងវានឹងមានរូបរាងថ្មីបែបនេះនេះគឺជារូបរាងរបស់វាក្រោយពេលដែលវា connect ជាមួយ data source រួចហើយខ្ញុំចង់ប្រាប់បងប្អូនត្រួសអំពីឈ្មោះនិងមុខងាររបស់ Tableau យើងនៅក្រោយពេលដែលយើង connect ជាប់វារួចជាមួយ data source របស់យើងបើបងប្អូនមើលមកខាងឆ្វេងដៃរបស់យើងបងប្អូននឹងឃើញថានេះគឺជាឈ្មោះ file របស់ខ្ញុំដែលខ្ញុំបាន connect ជាមួយនឹង Tableau ណានេះគឺជាឈ្មោះ file របស់ខ្ញុំហើយនៅពីក្រោមឈ្មោះ file របស់ខ្ញុំហ្នឹងបងប្អូនឃើញវាដាក់ sheets អញ្ចឹងបញ្ជាក់ថានៅក្នុង file របស់ខ្ញុំមួយហ្នឹង Excel file របស់ខ្ញុំមួយហ្នឹងវាមាន3 sheet ណាឬហើយ sheet នីមួយនេះវាមានរូបរាងជា table ណាអញ្ចឹង sheet ទី1របស់ខ្ញុំគឺ orders sheet ទី2គឺ people sheet ទី3គឺ returns ណាអញ្ចឹងនេះជា sheet ទាំង3នៅក្នុង file របស់ដើមរបស់ខ្ញុំនេះហើយ sheet ទាំងអស់នេះគឺវាស្ថិតនៅក្នុងកន្លែង data source ណាខាងក្រោមនេះគឺជា data source ណាហើយនៅខាងឆ្វេងដៃដែលខ្ញុំបង្ហាញកន្លែង sheet នេះយើងអាចហៅម្យ៉ាងទៀតបានថាជា left hand ហើយចំណែកកណ្ដាលនេះយើងអាចហៅវាបានថាជា canvas ណាអញ្ចឹងនៅខាងឆ្វេងដៃ left hand ខ្ញុំនេះវាគឺជាកន្លែងដែលបង្ហាញប្រាប់យើងអំពីឈ្មោះ file របស់យើងនិងឈ្មោះ table ដែលមាននៅក្នុង file នីមួយរបស់យើងហើយចំណែក sample superstore ចំណែកខាងស្ដាំដៃយើងនេះ canvas របស់យើងនេះផ្ទៃទទេនេះ canvas របស់យើងនេះវាគឺជាកន្លែងសម្រាប់បងប្អូនធ្វើការចាប់យកនៅ table មួយណាដែលបងប្អូនចង់យកមកមើលមកប្រើដើម្បី develop ជា data ជា visualization ណាឧទាហរណ៍ថាឥឡូវខ្ញុំចង់យក table មួយឈ្មោះ orders យកមកធ្វើ visualization អញ្ចឹងខ្ញុំចាប់ពីយកមកដាក់នៅក្នុងកន្លែង canvas ណានៅពេលដែលខ្ញុំដាក់នៅកន្លែង canvas អញ្ចឹងនៅផ្ទៃខាងក្រោមនៃ canvas នេះគឺបងប្អូននឹងមើលឃើញអំពីរូបរាងនៃ table របស់ខ្ញុំណានេះជារូបរាងនៃ table របស់ខ្ញុំដូចទៅនឹងរូបរាងនៅក្នុង Excel ដែរណាគឺវាចាប់ផ្ដើមដោយ raw ID order ID order date ship mode custom ID ជាដើមណា custom name អញ្ចឹងទៅណាអញ្ចឹងនេះគឺជាឈ្មោះ table order របស់ខ្ញុំជា column ជា row នៃ table របស់ខ្ញុំណាដូចគ្នាទៅនឹង table ជាក់ស្ដែងរបស់ខ្ញុំអាផ្ទៃខាងក្រោមនេះអាកន្លែងនេះបងប្អូនមើលឃើញ table ដែលបង្ហាញពីលម្អិតនៃព័ត៌មានរបស់ table order នេះអានេះគេឲ្យឈ្មោះថា grid data grid ណា
បន្ទាប់មកទៀតគឺខ្ញុំចង់បង្ហាញបងប្អូនអំពី sheet នេះម្ដងណានៅខាងស្ដាំdata source នេះគឺជា sheet វាឈ្មោះថា sheet ប៉ុន្តែនៅក្នុងសម្រាប់tableau គេអត់ហៅវាថា sheet ទេគេហៅវាថាជា data source សំទោសគេហៅវាថាជា workbook Excel គេហៅថា worksheet ប៉ុន្តែសម្រាប់tableau គេហៅថា workbook គេអត់ហៅថា worksheet ទេទោះបីវាមានឈ្មោះថា sheet ក៏ដោយហើយបន្ទាប់ពី sheet នឹងមកកន្លែងនេះគឺជាការ click ដើម្បីបន្ថែម sheet មួយទៀតមានន័យថានៅក្នុង sheet មួយនេះយើងប្រើដើម្បី develop ទៅលើ visualization ឬ table ឬ chart ឬអីដែលយើងចង់បានប៉ុន្តែវាអត់គ្រប់យើងចង់បានទៀតយើងត្រូវ click ទៅនេះទៅវាចេញ sheet ទី2 click ទៀតវានឹងចេញ sheet ទី3ទី4រហូតតាមដែលយើងចង់បានហើយយើង click មួយចេញមួយទី2ចេញ2ចំណែកកន្លែងនេះនៅខាងស្ដាំនៃ sheet ហ្នឹងសញ្ញាបូកដានេះអានេះគេហៅថា dashboard មានន័យថា dashboard ហ្នឹងវាចាប់ផ្ដើមប្រមូលផ្ដុំពី visualization ដែលយើងបានបង្កើតនៅក្នុង sheet មួយថតថា sheet នេះយើងមាន2ណាអញ្ចឹងឥឡូវហ្នឹងជាកន្លែងដែលយើងត្រូវយក sheet ទាំងពីរគុំគ្នាឲ្យចេញទៅជា dashboard មួយណាហើយនៅខាងស្ដាំនៃ dashboard នេះវាគឺជា story ណាវាគឺជា story មានន័យថាជាកន្លែងដែលអនុញ្ញាតឲ្យយើងយក dashboard ដែលយើងបានបង្កើតមកថាមាន dashboard ទី1ទី2តែទី1ទី2វាប្រមូលផ្ដុំគ្នានៅក្នុងកន្លែង story នេះដើម្បីឲ្យយើងអាចយក dashboard 1 2បង្កើតទៅជា story វាកាន់តែ more detail ជាង dashboard ទៀតអញ្ចឹង dashboard វាជាកន្លែងដែលយើងប្រមូលទៅលើ sheet ផ្សេងបញ្ចូលគ្នាដើម្បីបង្កើតជា story មួយចំណែក dashboard ជាកន្លែងដែលយើងបញ្ចូលគ្នានៅ dashboard ផ្សេងដើម្បីបង្កើតជា story មួយទៀតដែលកាន់តែលម្អិតជាង dashboard ទៅទៀតបាទហើយចំពោះថាតើ sheet ហ្នឹងវាមានអីខ្លះខ្ញុំនឹងលម្អិតនៅវគ្គtableau beginner 2 3របស់យើងណាអរគុណជួបគ្នានៅtableau beginner 3បន្តទៀតអរគុណច្រើន